សួស្តីពុកម៉ែបងប្អូនជាទីស្រឡាញ់ថ្ងៃនេះមានអារម្មណ៍ថាពេលដែលមកដល់ជាការខ្លួនឯងមើលទៅមានស្វាយក្រោមស្វាយមានដើមល្ហុងតទៅល្ហុងមានចេកអំបូងតទៅទៀតមានទៀបតទៅទៀតមានខ្នុរមានចេកទឹកនៅចេកទឹកផ្លែបងប្អូនខាងនោះមានដូងនោះដូងប្រឡោះនេះបងប្អូនហើយខាងនេះមានប៊ឺនេះប៊ឺប្រឡោះនេះជឿថាខ្ញុំដាក់ចំមន់ចពងបងប្អូនគិតមិនដែរឡោះឲ្យបងប្អូនខ្ញុំគិតថាប្រឡោះនេះរឿងខាងក្រោមម្លប់ចេះអូយក្តីសុខខ្ញុំជឿថាបងប្អូនគាត់ថាមើលវីដេអូខ្ញុំនេះគាត់ថាបងប្អូនមានក្តីសុខដែរសម្រាប់តែអ្នកចង់មករស់នៅបែបដែលថាជាមួយនឹងធម្មជាតិបងប្អូនអត់និយាយទៅដល់តែអ្នកមានអារម្មណ៍ដូចគ្នាដោយអ្នកដែលចង់រស់នៅជាមួយនឹងធម្មជាតិទៅយល់អារម្មណ៍មួយហ្នឹងពេលដែលយើងក៏លេចទៅឃើញមានក្បែរគ្នាមានដំណាំគ្រប់មុខចេះគឺជឿថាអូក្តីសុខរបស់អ្នកដែលចូលចិត្តធម្មជាតិចូលចិត្តបែបអញ្ចឹងបងប្អូនសម្រាប់អ្នកផ្សេងខ្ញុំមិនដឹងទេតែបើសម្រាប់ខ្ញុំកន្លែងណាកន្លែងខ្ញុំនៅកន្លែងដែលខ្ញុំបង្កើតមកហើយខ្ញុំឃើញមានអ្វីគ្រប់បែបយ៉ាងចេះក្តីសុខបងប្អូនកាលនេះមានចេញបង កាលនេះមានដូងកាលនោះមានប៊ឺនោះព្រីងម្លេនេះចេកហើយនោះដូងផ្លែនោះបងប្អូនឃើញផ្លែនេះខ្នុរនេះទៀបមិនបាច់ច្រើនណាស់ទេទីទួយបានហើយតែខោយើងមានចម្រោះចឹងយើងអត់ខ្វាយញ៉ាំទេខាទៀបឥឡូវទៀបចេញផ្កានេះបងប្អូនទៀបចេញផ្កាអញ្ចឹងផ្លែយើងញ៉ាំខ្នុរយើងអត់មានទេអញ្ចឹងយើងញ៉ាំទៀបឆ្នាំហ្នឹងឆ្នាំក្រោយអាចខ្នុរផ្លែដូងខាងនោះផ្លែហើយចេកផ្លែហើយព្រីងម្លេក៏ចាប់ផ្ដើមផ្កាដែរដូងក៏មានដែរក៏លេមកខាងនេះស្វាយក្តាប់ផ្លែពងព្រាតចេញបងចេកទឹកនេះល្ហុងក៏ចេញផ្លែចេញផ្កាដែរក្តីសុខបងប្អូនជឿបងប្អូនស្រឡាញ់ចូលចិត្តនៅទស្សនវិជ្ជាបែបនេះបងប្អូនជួយចុច Subscribe Channel ខ្ញុំម្នាក់មួយផងជួយ Follow ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំធ្វើវីដេអូបន្តទៀតបាទសូមអរគុណសូមជម្រាបបងប្អូន